ហលញ៉ាំបណ្ដើទឹកភ្នែកបណ្ដើចាប់ដល់ក្នុងមួយកញ្ចប់បងប្អូនអាចប្រើទឹក 450 ml ហើយថ្ងៃនេះខ្ញុំប្រើមី2កញ្ចប់អញ្ចឹងខ្ញុំដាក់ទឹក 900 ml យើងដាក់មីចូលមករួចហើយយើងដាក់ម្សៅគ្រឿងទេសបន្ទាប់មកយើងដាក់បន្លែក្រៀមចូលមកបងប្អូនបន្ទាប់មកទៀតយើងត្រូវបន្ថែមបន្លែបន្ថែមសាច់តាមការចូលចិត្តម្សៅម្ទេសនេះបើសិនជាយើងចង់ហឹរតិចហឹរខ្លាំងអីបងប្អូនអាចដាក់តាមចំណូលចិត្តបានហើយចំពោះខ្ញុំថ្ងៃនេះបងប្អូនខ្ញុំប្រើ7កម្រិតគុណនឹង2រួចគ្របទុករយៈពេល4នាទីនៅលើចង្ក្រានគឺថាឆ្អិនបានញ៉ាំហើយបងប្អូនអូយចង់និយាយថាមកឡងទៅសាច់ចាប់ទុនល្មើហ្នឹងចាប់មកអត់មានដាច់ទេណាចាយតុនប៉ុន្តែមកទៅតុនស្វាត់ហ្នឹងនេះហ៎រសជាតិឆ្ងាញ់បើនិយាយទៅឆ្ងាញ់ដូចហាងអញ្ចឹងណារសជាតិដូចហាងបេះបិទឆ្ងាញ់អត់អីទេប៉ុន្តែខ្ញុំនឹងតស៊ូខ្ញុំណាឲ្យមីហល7កម្រិតរបស់ Coronel នេះ10លើ10 Hand up for Coronel ចង់ប្រាប់ថាអស់ពីឆ្នាំឯណាអត់ចាញ់ទេ